ម្នាក់នេះបានរកឃើញវិធីដ៏ប៉ិនប្រសប់មួយដើម្បីរក្សាអគារឲ្យត្រជាក់គាត់បានដំឡើងក្រឡាស្តុកទឹកពិសេសនៅលើដំបូលអគារគ្របវាដោយដីហើយរៀបស្មៅស្រស់ពីលើប្រព័ន្ធនេះរក្សាទឹកនៅខាងក្រោមដែលជួយកាត់បន្ថយកម្ដៅនិងបន្ថយថ្លៃថាមពលគំនិតសាមញ្ញមួយគឺបានផ្លាស់ប្ដូររបៀបដែលដំបូលត្រូវបានសាងសង់នៅក្នុងប្រទេសអូស្ត្រាលីកាត់បន្ថយកម្ដៅនិងឲ្យអគារត្រជាក់ជាងមុនបុរសម្នាក់នេះបានរកឃើញវិធីដ៏ប៉ិនប្រសប់មួយដើម្បីរក្សាអគារឲ្យត្រជាក់គាត់បានដំឡើងក្រឡាស្តុកទឹកពិសេសនៅលើដំបូលអគារគ្របវាដោយដីហើយរៀបស្មៅស្រស់ពីលើប្រព័ន្ធនេះរក្សាទឹកនៅខាងក្រោមដែលជួយកាត់បន្ថយកម្ដៅនិងបន្ថយថ្លៃថាមពលគំនិតសាមញ្ញមួយគឺបានផ្លាស់ប្ដូររបៀបដែលដំបូលត្រូវបានសាងសង់នៅក្នុងប្រទេសអូស្ត្រាលីកាត់បន្ថយកម្ដៅនិងឲ្យអគារត្រជាក់ជាងមុនបុរសម្នាក់នេះបានរកឃើញវិធីដ៏ប៉ិនប្រសប់មួយដើម្បីរក្សាអគារឲ្យត្រជាក់គាត់បានដំឡើងក្រឡាស្តុកទឹកពិសេសនៅលើដំបូលអគារគ្របវាដោយដីហើយរៀបស្មៅស្រស់ពីលើប្រព័ន្ធនេះរក្សាទឹកនៅខាងក្រោមដែលជួយកាត់បន្ថយកម្ដៅនិងបន្ថយថ្លៃថាមពលគំនិតសាមញ្ញមួយគឺបានផ្លាស់ប្ដូររបៀបដែលដំបូលត្រូវបានសាងសង់នៅក្នុងប្រទេសអូស្ត្រាលីកាត់បន្ថយកម្ដៅនិងឲ្យអគារត្រជាក់ជាងមុនបុរសម្នាក់នេះបានរកឃើញវិធីដ៏ប៉ិនប្រសប់មួយដើម្បីរក្សាអគារឲ្យត្រជាក់គាត់បានដំឡើងក្រឡាស្តុកទឹកពិសេសនៅលើដំបូលអគារគ្របវាដោយដីហើយរៀបស្មៅស្រស់ពីលើប្រព័ន្ធនេះរក្សាទឹកនៅខាងក្រោមដែលជួយកាត់បន្ថយកម្ដៅនិងបន្ថយថ្លៃថាមពលគំនិតសាមញ្ញមួយគឺបានផ្លាស់ប្ដូររបៀបដែលដំបូលត្រូវបានសាងសង់នៅក្នុងប្រទេសអូស្ត្រាលីកាត់បន្ថយកម្ដៅនិងឲ្យអគារត្រជាក់ជាងមុនបុរសម្នាក់នេះបានរកឃើញវិធីដ៏ប៉ិនប្រសប់មួយដើម្បីរក្សាអគារឲ្យត្រជាក់គាត់បានដំឡើងក្រឡាស្តុកទឹកពិសេសនៅលើដំបូលអគារគ្របវាដោយដីហើយរៀបស្មៅស្រស់ពីលើប្រព័ន្ធនេះរក្សាទឹកនៅខាងក្រោមដែលជួយកាត់បន្ថយកម្ដៅនិងបន្ថយថ្លៃថាមពលគំនិតសាមញ្ញមួយគឺបានផ្លាស់ប្ដូររបៀបដែលដំបូលត្រូវបានសាងសង់នៅក្នុងប្រទេសអូស្ត្រាលីកាត់បន្ថយកម្ដៅនិងឲ្យអគារត្រជាក់ជាងមុនបុរសម្នាក់នេះបានរកឃើញវិធីដ៏ប៉ិនប្រសប់មួយដើម្បីរក្សាអគារឲ្យត្រជាក់គាត់បានដំឡើងក្រឡាស្តុកទឹកពិសេសនៅលើដំបូលអគារគ្របវាដោយដីហើយរៀបស្មៅស្រស់ពីលើប្រព័ន្ធនេះរក្សាទឹកនៅខាងក្រោមដែលជួយកាត់បន្ថយកម្ដៅនិងបន្ថយថ្លៃថាមពលគំនិតសាមញ្ញមួយគឺបានផ្លាស់ប្ដូររបៀបដែលដំបូលត្រូវបានសាងសង់នៅក្នុងប្រទេសអូស្ត្រាលីកាត់បន្ថយកម្ដៅនិងឲ្យអគារត្រជាក់ជាងមុន